ក្រុមអ្នកសិល្បករនៅខេត្តសៀមរាបអន់ចិត្តនឹងអាជ្ញាធរជាតិអប្សរាបំពេញការងារមិនច្បាស់លាស់ដែលជាឧបសគ្គរាំងខ្ទប់ក្រុមយុវជនស្នេហាសិល្បៈមិនអាចចូលសម្ដែងក្នុងបរិវេណប្រាសាទអង្គរក្នុងសម្លៀកបំពាក់ជាទេវតា7អង្គដែលជាកូនកបិលមហាព្រហ្មដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះពួកគេចាត់ទុកទង្វើនេះជាការបំបាក់ទឹកចិត្តសិល្បករដែលលះបង់ផ្សព្វផ្សាយវប្បធម៌ខ្មែរគ្រូបង្រៀនរបាំនិងជាសិល្បករអ្នកស្រីសូចាន់នូទទូចឲ្យរដ្ឋាភិបាលនិងក្រសួងវប្បធម៌បើកចិត្តទូលាយឲ្យយុវជនជាសិល្បករមានឱកាសសម្ដែងសិល្បៈនៅតំបន់អង្គរតាមទម្រង់ប្រពៃណីខ្មែរដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរប្រាប់ភ្ញៀវទេសចរអ្នកស្រីបញ្ជាក់ថាកន្លងទៅអ្នកស្រីបានបំពេញលក្ខខណ្ឌស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរជំនាញរួចរាល់ហើយក៏ប៉ុន្តែជាស្ដីអាជ្ញាធរបែរជារារាំងទោះបីជាអ្នកស្រីព្យាយាមបកស្រាយបែបណាក្ដីក៏ឆ្មាំប្រាសាទមិនអនុញ្ញាតដែរអ្វីដែលពួកខ្ញុំទៅធ្វើដែលជារបស់ខ្លួនឯងជាវប្បធម៌ខ្លួនឯងជាអរិយធម៌ខ្លួនឯងជាម៉ូដដករបស់ដូនតារបស់ខ្លួនឯងតែធ្វើអីអត់បានត្រឹមតែឈរសម្លឹកមើលហើយស្រក់ទឹកភ្នែកបានត្រឹមតែធ្វើវាដោយការឈឺចាប់ឯកសារខ្ញុំបានទៅដាក់ពាក្យរួចហើយសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់មេត្តាបើកចិត្តទទួលនៅអ្វីដែលជាសិល្បៈរបាំបុរាណខ្មែរផ្ដល់ជាកម្លាំងចិត្តលើកទឹកចិត្តឲ្យពួកខ្ញុំដែលពួកខ្ញុំខំលះបង់ធ្វើអ្វីដើម្បីប្រទេសជាតិដើម្បីវប្បធម៌ដើម្បីអរិយធម៌ខ្មែរពួកខ្ញុំអត់ចង់បានអ្វីដែលលើសពីនឹងទេកាលពីព្រឹកថ្ងៃទី25ខែមិនិនាក្រុមសិល្បករមួយក្រុមបានធ្វើដំណើរទៅសម្ដែងសិល្បៈដោយតែងខ្លួនជាទេវតា7អង្គដែលជាកូនកបិលមហាព្រហ្មហើយក្រុងថតនៅបរិវេណប្រាសាទអង្គរវត្តតែត្រូវអាជ្ញាធរអប្សរារារាំងមិនអនុញ្ញាតជាដាច់ខាតបើទោះបីជាពួកគេបកស្រាយបែបណាក្ដីបន្ទាប់មកទៀតក្រុមសិល្បករទាំងនោះបានថតបង្ហោះចែកចាយតាមបណ្ដាញសង្គមមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរคลิปវីដេអូបង្ហោះពួកគេរៀបរាប់ថាក្រុមសិល្បករម្នាក់ៗត្រូវក្រោកតាំងពីម៉ោង2យប់ដើម្បីរៀបចំសម្ភារៈនិងតុបតែងខ្លួនហើយត្រូវចំណាយធនធានផ្ទាល់ខ្លួនថែមទៀតរីឯអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះចែករំលែករឿងនេះដោយមិនសប្បាយចិត្តចំពោះអាជ្ញាធរអប្សរាដែរបើយើងទៅដាក់ពាក្យសុំច្បាប់ត្រឹមត្រូវថាមិនបាច់ទេអានឹងជាប្រពៃណីវប្បធម៌ខ្មែរដល់ពេលយើងមកថតវាអត់អនុញ្ញាតឲ្យយើងថតសិល្បករមួយតាំងពីម៉ោង2ស្លៀកពាក់តុបតែងខ្លួនត្រឹមរួចមកដល់គេឲ្យថតខិតខំប្រឹងប្រែងនឹងថែរក្សាវប្បធម៌ខ្មែរវាឆ្អែតបើថាខ្ញុំស្លៀកខុសទម្រង់បើថាខ្ញុំស្លៀកមិនត្រឹមត្រូវអានោះអូខេសម្លៀកពាក់កែច្នៃទៅថាវាខុសតែអានេះមានកែច្នៃណាមួយសោះគ្រូរបាំអ្នកស្រីសូចាន់នូបន្ថែមថាជារឿងឈឺចាប់នៅគ្រាដែលពួកគាត់លះបង់កម្លាំងកាយចិត្តនិងពេលវេលាចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិអាជ្ញាធរមិនត្រឹមតែមិនលើកទឹកចិត្តបែរជាធ្វើឲ្យស្មុគស្មាញទៅវិញអ្នកស្រីថាករណីនេះពុំមែនកាត់មានឡើងចំពោះតែក្រុមសិល្បកររបស់អ្នកស្រីទេអ្វីដែលពួកខ្ញុំធ្វើឲ្យមួយរុញដាក់មួយថាដាក់មួយនិយាយដាក់មួយផ្ទុះរឿងចេញមកបាត់ដឹងថាធ្វើការងារលេខេអត់មានដឹងអ្នកណាមួយទទួលខុសត្រូវអ្នកណាមួយច្បាស់លាស់អីមួយច្បាស់លាស់អត់មានអ្នកណាទទួលច្បាស់លាស់ទេហើយមកបន្ទោខ្ញុំមិញខ្ញុំអត់ទទួលជាដាច់ខាតព្រោះពួកខ្ញុំអត់ខុសខ្ញុំនិយាយពួកមួយម៉ាត់ថាពួកខ្ញុំអត់ខុសទេ VOD មិនទាន់អាចតាក់ទងសុំការបំភ្លឺរឿងនេះពីរដ្ឋលេខាធិការក្រសួងវប្បធម៌និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌លោកសុំម៉ាប់បាននៅឡើយទេដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើករីឯអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោកលងកុសលក៏មិនអាចតាក់ទងបានដែរគិតត្រឹមម៉ោងផ្សាយនេះអ្នកធ្វើការផ្នែកវប្បធម៌និងជាគ្រូបង្គោលផ្នែកសិល្បៈអ្នកស្រីឡុងម៉ាលីសយល់ថាសកម្មភាពរបស់សិល្បករនៅរួមចំណែកលើកកម្ពស់គុណតម្លៃវប្បធម៌ជាតិនិងផ្សព្វផ្សាយអត្តសញ្ញាណជាតិប្រាប់ពិភពលោកដែលអាជ្ញាធរគួរតែលើកទឹកចិត្តនិងសម្របសម្រួលឲ្យក្រុមយុវជនអាចចូលសម្ដែងសិល្បៈខ្មែរនៅតំបន់អង្គរបានទូលំទូលាយអ្នកស្រីទទូចឲ្យអាជ្ញាធរជំនាញបើកចិត្តទូលាយក្នុងរឿងនេះទៅថតនៅតំបន់អង្គរហ្នឹងគឺវាជួយច្រើនទៅលើវិស័យវប្បធម៌វិស័យទេសចរជាពិសេសគឺជាព័ត៌មានមួយដែលលឿនបំផុតសម្រាប់ដល់បណ្ដាប្រទេសទាំងឡាយនៅលើពិភពលោកដែលគេកំពុងតែចង់ស្គាល់ខ្មែរការជួយគ្នាជាគំនិតចិត្តយោងស្រុកទេសជួយអភិវឌ្ឍស្រុកទេសគួរតែបាត់ចិត្តឲ្យទលាយអញ្ចឹងទៅណាអ្វីដែលអាចធ្វើបានក្រុមសិល្បករទទូចឲ្យរដ្ឋាភិបាលនិងក្រសួងវប្បធម៌កំណត់គោលការណ៍ឲ្យច្បាស់លាស់ចំពោះសិល្បករខ្មែរទាំងឡាយណាដែលចង់សម្ដែងរបាំតាមទម្រង់ប្រពៃណីខ្មែរនៅតំបន់អង្គរក្នុងបំណងផ្សព្វផ្សាយពីវប្បធម៌
ជៀសវាងរុញដាក់គ្នាទៅវិញទៅមកពេលមានបញ្ហាកើតឡើងនាងខ្ញុំខុនច័ន្ទតារារត VOD